ចឹងproject របស់យើងធ្វើអំពី personal portfolio អញ្ចឹងយើងគួរតែ rename file របស់យើងដាក់ថា personal portfolio ដើម្បី rename បានយើងគ្រាន់តែ double click នៅលើហ្នឹងហើយយើងសរសេរហើយចុច enter វានឹង rename ឲ្យហើយអញ្ចឹងនៅចំណុចនេះយើងនឹង create avatar របស់យើងដើម្បីដាក់រូបជា example នៃ profile របស់យើងអញ្ចឹងយើងនឹងបង្កើត avatar ដោយប្រើ shape layer និង image fill យើងបង្កើតវានៅលើ exploration page ដែលយើងបានបូកវានៅវីដេអូមុនអញ្ចឹងនៅក្នុង Figma វាមាន6 shape នៅក្នុង tool ហ្នឹងយើងមើលនៅក្នុង toolbar ហ្នឹងនៅកន្លែង shape យើងមាន rectangle line arrow ellipse polygon star ហ្នឹងគឺជា shape ហើយក្រោមហ្នឹងគឺជា image ហើយយើងចង់ឲ្យរូបរបស់យើងនៅក្នុងទម្រង់រាងមូលអញ្ចឹងយើងអាចប្រើ ellipse នឹងបានអញ្ចឹងយើងអាចគ្រាន់តែ select នៅលើ ellipse នឹងហើយអញ្ចឹងយើងគូរអញ្ចឹងមកឬក៏យើងអត់ចង់អញ្ចឹងទេយើងចង់ click លើ keyboard ហ្នឹងអក្សរ O ទៅមក click លើហ្នឹងមកវានឹងបាន ellipse មួយអញ្ចឹងនៅពេលចុចនៅលើ canvas ហ្នឹង right sidebar ហ្នឹងវានឹងបដូរទៅដោយមាន property ផ្សេងៗរបស់ ellipse ហ្នឹងដើម្បីឲ្យយើង edit បានអញ្ចឹងដើម្បីដាក់រូបបានយើងគ្រាន់តែ click នៅលើកន្លែងនេះយើង click នៅកន្លែងនេះមកបន្ទាប់មកយើងចូលទៅ image បន្ទាប់មកយើង upload from computer មកកន្លែងហ្នឹងយើងអាចដាក់រូបរបស់យើងមកអូខេអញ្ចឹងមកតែខ្ញុំចង់សរសេរបន្តិចដោយសាររូបហ្នឹងវាអត់ពេញអញ្ចឹងខ្ញុំយក crop sorry ដោយសាររូបហ្នឹងវាមានលក្ខណៈជ្រុងអញ្ចឹងទៅរង្វង់មូលរបស់យើងវាអត់កាត់ទេជាធម្មតា default របស់វាគឺ100 default size របស់ ellipse ហ្នឹងអញ្ចឹងយើងទុកវាឲ្យសម100ហ្នឹងហើយនៅចំណុចបន្ទាប់យើងនឹងដាក់អំពី text អញ្ចឹងនៅកន្លែងហ្នឹងបើសិនជាអ្នកទាំងអស់នេះមានរូបខ្លួនឯងគួរតែដាក់រូបខ្លួនឯងទៅល្អជាងអញ្ចឹងវីដេអូបន្ទាប់យើងនឹងធ្វើអំពីការ add text បន្ថែមដើម្បីធ្វើឲ្យ portfolio របស់យើងកាន់តែមានព័ត៌មានកាន់ច្រើន